បាទសួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលចំណុច data validation អញ្ចឹងយើងសិក្សាអំពីបាទចំណុចទី2ការកំណត់ទិន្នន័យដែលយកចេញពី data validation list អញ្ចឹងការកំណត់បញ្ចូលទិន្នន័យដោយយកចេញពីតារាងមានន័យថាយើងបញ្ចូលទិន្នន័យនៅក្នុងសារដោយការចុចជ្រើសរើសទិន្នន័យដែលយើងបានបញ្ចូលទៅក្នុងតារាងមួយទៀតដោយពុំចាំបាច់សរសេរបញ្ចូលតាម keyboard ឡើយបាទអញ្ចឹងទី3គឺតាក់ទងជាមួយនឹងការបញ្ចូលទិន្នន័យដែលយកចេញពី list ឬក៏យើងហៅថា drop down list បាទឧទាហរណ៍ថាយើងមានតួភេទហើយយើងចង់កំណត់វាជា list ដោយយើងគ្រាន់តែចុចលើ drop down ទៅឲ្យវាធ្លាក់ចេញជា list ឲ្យយើងជ្រើសរើសដែលមានទិន្នន័យភេទស្រីហើយនិងផ្សេងៗទៀតដើម្បីកំណត់អញ្ចឹងបានយើងត្រូវចុចទៅលើ cell ដែលយើងចង់ដាក់ drop down list បន្តមកទៀតយើងចុចលើ data tab ហើយជ្រើសរើសយក data validation ហើយមួយទៀតគឺយើងចុចទៅលើ setting tab ត្រង់ data criteria បាទយើងជ្រើសរើសយក list ហើយត្រង់ប្រអប់សិស្សគឺយើងបំពេញទិន្នន័យចូលដែលក្នុងនោះយើងចង់បំពេញជាបាទភេទស្រីភេទប្រុសឬក៏ភេទផ្សេងៗទៀតនៅកន្លែង input message នេះគឺជាកន្លែងបង្ហាញសារអញ្ចឹងបើយើងចង់បង្ហាញសារគឺយើងអាចសរសេរសារបានចំណុចបន្តទៀតគឺយើងចុចទៅលើពាក្យ show input message share in select កន្លែង title គឺជាចំណងជើងហើយ input message គឺបញ្ចូលសារដែលចង់បង្ហាញយើងទៅមើលឧទាហរណ៍នៅក្នុងកម្មវិធី Excel អញ្ចឹងឧទាហរណ៍ថាខ្ញុំមានជួរមួយគឺជួរភេទហើយបន្តមកទៀតខ្ញុំចង់ឲ្យកន្លាទាំងអស់ហ្នឹងបាទវាចេញជា drop down list បាទអញ្ចឹងដើម្បីកំណត់ឲ្យវាចេញជា drop down list គឺយើងចុចទៅលើ data tab ហើយបន្តមកទៀតយើងទៅរកមុខពាក្យថា data validation យើងចុចលើ data validation នោះយើងនឹងបានផ្ទាំង data validation មួយដែលក្នុងនោះគឺយើងចុចទៅលើ setting tab បាទហើយកន្លែង allow បាទ validation criteria ហ្នឹង allow ហ្នឹងគឺយើងជ្រើសរើសយកបាទ list ហើយកន្លែង source នេះគឺបាទទិន្នន័យដែលយើងចង់ឲ្យវាចេញជា drop down list ហ្នឹងតើយើងចង់ឲ្យវាចេញអក្សរអីជាខ្លះអញ្ចឹងខ្ញុំកំណត់អក្សរ F បាទគឺមានថាភេទស្រីអក្សរ M ភេទប្រុសហើយក្បៀសorder input message នេះបាទយើងអាចបញ្ចូលបានកន្លែង title បើសិនជាយើងបាទចង់ឲ្យវាចេញជា error គឺយើងសរសេរកន្លែង title ជា error ហើយកន្លែង input message នេះយើងចង់ឲ្យលោតបាទបង្ហាញពីអីទៀតបាទឧទាហរណ៍ថាខ្ញុំបង្ហាញពាក្យថា please បាទ F or បាទ FM or other អញ្ចឹងទៅបាទហើយបន្តមកទៀតគឺយើងចុចទៅលើបាទប៊ូតុង OK បាទបន្ទាប់មកទាំងអស់គ្នានឹងឃើញបាទនៅពេលដែលយើងចុចទៅលើកាឡាមួយទាំងអស់គ្នានឹងឃើញmessage load error pleaseបាទ FM order ហើយបើយើងចុចទៅលើ drop down list យើងនឹងឃើញមានបាទភេទឲ្យជ្រើសរើសបាទអញ្ចឹងទាំងអស់គ្នាអាចចុចលើកាឡានីមួយៗហើយយើងអាចជ្រើសរើសភេទនីមួយៗតាមរយៈ drop down list មួយហ្នឹងបាទអញ្ចឹងតកតងជាមួយនឹងបាទកំណត់ data validation គឺមានប៉ុណ្ណឹងបាទសូមអរគុណ